ពើងគំនូគឺជាទីតាំងប្រវត្តិសាស្ត្រនិងបុរាណស្ថានបែបសាសនាដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាបទីតាំងនេះមានចម្ងាយប្រមាណ70គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបហើយស្ថិតនៅជើងភ្នំគូលែនភាគខាងកើតវីដេអូមុនខ្ញុំបានបរិយាយអំពីចម្លាក់ទោលមួយចំនួនហើយនៅក្នុងវីដេអូនេះខ្ញុំនឹងរាយរាប់ត្រួសទាក់ទងទៅនឹងចម្លាក់ផ្ទាំងធំជាងគេហើយសំខាន់ជាងគេប្រហែលជាដោយសារចម្លាក់ផ្ទាំងនេះហើយបានជាអ្នកស្រុកនៅម្ដុំហ្នឹងហៅទីនឹងថាពើងគំនូដោយសារមានចម្លាក់ឆ្លាក់នៅលើថ្មហើយមានការលាបពណ៌មើលទៅមិនដូចជាចម្លាក់តែគាត់ថាមើលទៅដូចជាគំនូអញ្ចឹងបានជាគាត់ហៅថាជាពើងគំនូចម្លាក់រួមនេះបានមានចម្លាក់អនន្តសយនាវិស្ណុមានចម្លាក់ក្រុងពលីមានចម្លាក់ព្រះកណេសគង់លើសត្វដំរីមានកណេសទេពគង់លើសត្វសិង្ហមានចម្លាក់ព្រំគង់លើសត្វហង្សហើយបន្ទាប់ពីនោះគឺទ្វារបាលរូបធំប៉ុន្តែមានទ្វារបាលមួយមានដៃមានព្រះហស្ថដល់4ហើយកាន់កេតនភណ្ឌដូចទៅនឹងព្រះវិស្ណុដែរប្រហែលជាព្រះអង្គក៏ជាតួអង្គព្រះវិស្ណុក៏មិនដឹងហើយមានរូបទេវីនៅក្បែរនឹងព្រមទាំងតបោះអេសីធ្វើតបធัวហើយចម្លាក់តូចនៅជាប់នឹងជាច្រើនទៅហួសនឹងបន្តិចយើងនឹងឃើញចម្លាក់ដ៏ស្រស់ស្អាតលេចធ្លោគឺចម្លាក់តបោះនិងតបសនីហើយចម្លាក់ទាំងនេះស្ថិតនៅក្នុងរចនាបថបាពួនទោះបីអាយុកាលចូលពាន់ឆ្នាំទៅហើយក្តីប៉ុន្តែចម្លាក់នេះមើលទៅនៅតែមានភាពស្រស់ស្អាតដោយមិនសូវមានភាពសរិចរិលច្រើនដែលយើងស្គាល់ទីតាំងបុរាណស្ថាននេះច្បាស់ទាក់ទងនឹងអាយុកាលផងដែរនោះគឺដោយសារศิលាចារឹកមួយផ្ទាំងស្ថិតនៅខាងក្រោមតាបោះនិងតបសនីនៅខាងក្រោមនេះศิលាចារឹកនេះសរសេរជាភាសាខ្មែរនិងជាភាសាសំស្ក្រឹតដែលត្រូវបានបកប្រែដោយអ្នកជំនាញជាច្រើនមកហើយបាទវីដេអូខ្លីនេះខ្ញុំមានប៉ុណ្ណឹងគ្រាន់តែជាការ highlight ដើម្បីឲ្យបងប្អូនយល់ដឹងតិចតួចជាជាងនឹងមកទស្សនានៅទីនេះហើយបានមើលឃើញត្រឹមតែថ្មបាទសូមអរគុណសូមជួបគ្នានៅវីដេអូក្រោយ